នៅតាមទីជនបទបងប្អូនជាពិសេសនៅតាមស្រុកស្រែចំការតែម្ដងគឺងាយស្រួលរកបន្លែធម្មជាតិយកមកធ្វើម្ហូបដោយខ្លួនឯងអញ្ចឹងណាបងប្អូនទាំងអស់គ្នាជំរាបសួរនិងសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីបើសិនជាពុកម៉ែបងប្អូនអស់ឃើញជាមួយនៅវីដេអូបងប្អូនហើយសូមកុំភ្លេចជួយចុច like ចុចឲ្យបេះដូងក៏ដូចជាចុច subscribe ចុចពាក្យជាវដាក់រូបកណ្ដឹងនៅក្នុង channel YouTube ក៏ដូចជា TikTok បងប្អូនម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗពីបងប្អូនជារៀងរាល់ថ្ងៃឃើញថានៅក្នុងវីដេអូនេះក៏ដូចជាខែនេះពេលនេះគឺរដូវកាលទឹកលិចនៅក្នុងភូមិតែម្ដងអញ្ចឹងខ្ញុំមានពេលទនេពីការងារផ្សេងៗក៏នឹកឃើញស្លជាមួយនឹងសម្លសម្លក់ក៏ដើរមកបេះល្ហុងអញ្ចឹងណាបងប្អូនយើងដើរផ្សំបន្លែធម្មជាតិនៅក្នុងភូមិដែលយើងមានស្រាប់អញ្ចឹងទៅយើងអស់លុយទៅលើតែទិញសាច់ទិញត្រីទេបងប្អូននិយាយទៅបងប្អូនរដូវកាលទឹកលិចគឺវាមានទាំងគុណសម្បត្តិទាំងគុណវិបត្តិផងដែរគុណវិបត្តិហ្នឹងគឺវាឡើងមកជ្រុលអញ្ចឹងទៅវាអាចនឹងធ្វើឲ្យខូចខាតទៅដល់ដំណាំរបស់យើងចំណែកឯគុណសម្បត្តិនៃទឹកវិញបងប្អូនគឺជួយបានច្រើនមែនតែនស្រោចដំណាំក៏ដូចជាមុជទឹកអីជាដើមចឹងទៅលាក់នឹងលាក់ចឹងទៅឥឡូវនេះគឺយើងមកបេះជាមួយនឹងផ្លែចេកណាំវ៉ាបងប្អូនបន្តមកទៀតក៏ចាប់ផ្ដើមមកបេះជាមួយនឹងស្លឹកបាសបងប្អូននិយាយពីថាស្លឹកបាសនេះរបៀបដូចថាតកូនជ្លក់ទឹកដែរបងប្អូនលឹកឡើងខ្ចីតែម្ដងហើយជាពិសេសស្លឹកបាសនេះគឺជាស្លឹកបាសធម្មជាតិបងប្អូនវាមានលេខដង្កូវតិចតួចចឹងទៅបងប្អូនឥឡូវនេះគឺបេះរួចរាល់ជាការស្រេចទៅហើយយើងចាប់ផ្ដើមមកផ្សំបន្លែដែលមិនអាចខ្វះបានគឺជាត្រួយស្អំបងប្អូនត្រួយស្អំនេះគឺយើងដាក់សម្លក់គឺពិតជាឈ្ងុយឆ្ងាញ់មែនតែនហើយមួយទៀតយើងអាចយកត្រួយវាទៅចៀនជាមួយនឹងពងមាន់សុទ្ធពងទាអីជាដើមចឹងទៅបន្ទាប់ពីដើរផ្សំជាមួយនឹងបន្លែនៅក្នុងភូមិបកហើយបងប្អូនគឺចាប់ផ្ដើមមកដាក់ដាំជាមួយនឹងទឹកបងប្អូនយើងដាក់ទឹកមកល្មមដែលយើងចង់បានទឹកសម្លប៉ុណ្ណាយើងដាក់ទឹកប៉ុណ្ណឹងហើយបន្ទាប់មកយើងដាក់ដាំនៅលើភ្លើងចឹងណាបងប្អូនដើម្បីវាពុះហើយរងចាំជាមួយនឹងទឹកពុះគឺយើងងាកមកបេះជាមួយនឹងបន្លែក៏ដូចជាហាន់សាច់ចំពោះសាច់នេះក៏ខ្ញុំលាងទឹកស្អាតហើយដែរបងប្អូនហើយបន្ទាប់មកយើងហាន់វាចំណិតតូចៗហើយយើងច្រាំវាចឹងទៅបន្ទាប់មកចាប់ផ្ដើមបេះជាមួយនឹងស្លឹកស្អំបងប្អូនហើយបន្ទាប់ពីបេះស្លឹកស្អំគឺយើងមកបេះជាមួយនឹងស្លឹកបាសវិញម្ដងបងប្អូនស្លឹកបាសនេះគឺងាយបេះទេដោយសារតែវាខ្ចីល្អអញ្ចឹងណាហើយយើងមកសកជាមួយនឹងសម្បកផ្លែចេកណាំវ៉ាយើងកុំយកទាំងសម្បកសុទ្ធអីបងប្អូនវាអាចនឹងចត់អញ្ចឹងណាហើយចំពោះផ្លែចេកនេះគឺយើងយកចេកណាំវ៉ារាងចាស់តិចទៅហើយបន្ទាប់មកយើងចាប់ផ្ដើមមកសាប់ល្ហុងបងប្អូនល្ហុងនេះគឺយើងសាប់ដោយរបៀបថាបុកល្ហុងអញ្ចឹងណាអ្នកខ្លះហៅថាបុកល្ហុងគេចិត្តចំណិតរៀងធំអញ្ចឹងទៅហើយឥឡូវនេះទឹកពុះហើយដាក់ជាមួយនឹងប្រហុកច្រាមចូលហើយនឹងសាច់ដែលយើងបានច្រាមចូលហើយទឹកពុះសាច់នឹងទៅក៏យើងចាប់ផ្ដើមដួសពពុះចេញហើយយើងបង់បន្លែចូលទៅអាបន្លែល្ហុងហើយនឹងចេកដែលវាក្រឆ្អិនអញ្ចឹងយើងបង់វាមុនទៅដាក់អំបិលស្ករប៊ីចេងទឹកត្រីអីអញ្ចឹងណាបងប្អូនហើយបន្ទាប់មកយើងចាប់ផ្ដើមក្របវាទុកមកសធុះអញ្ចឹងទៅហើយឃើញថាវាឆ្អិនបន្លែហើយយើងដាក់ជាមួយនឹងស្លឹកបាសហើយនឹងស្លឹកស្អំចូលរួមគ្នាចឹងណាបងប្អូននិយាយពីថាពុះក្រូចមកឡើងឈ្ងុយតែម្ដងឥឡូវនេះសម្លរបស់ខ្ញុំបានរួចរាល់ហើយថ្ងៃហ្នឹងខ្ញុំអត់បានថតនៅកន្លែងរោងបាយទេដោយសារតែមេឃវារៀងងឹតចឹងខ្ញុំខ្ជិលបើកភ្លើងចឹងទៅខ្ញុំមកថតនៅខាងមុខផ្ទះតែម្ដងឥឡូវនេះបងប្អូនចេញមកហូបបាយជាមួយខ្ញុំទាំងអស់គ្នាធម្មតាយើងដាក់អំពូលគឺវាមានសត្វចឹងហើយបងប្អូនឆ្ងាញ់ជាតិហ្មងបងប្អូនអានេះគឺសឡខ្មែរចំតួហើយបងប្អូនបងប្អូនធ្លាប់ស្លក់ល្ហុងដែរបងប្អូនសម្លក់ផ្លែល្ហុងជាមួយនឹងសាច់ជ្រូក